import ព្រំដីពី Google Earth ចូល AutoCAD អញ្ចឹងដំបូងយើងឆែក unit របស់យើងសិន UN ហើយយើងឆែកមើលថា AutoCAD យើងប្រើຂະຫນាត់ម៉ែត្រហើយនៅអញ្ចឹងបើយើងប្រើຂະຫນាត់ម៉ែត្រហើយដំបូងគឺយើងត្រូវ download file នេះមួយសិនបើន័យថា file plugin AutoCAD អញ្ចឹងរបៀបដំឡើងគឺយើងវាយ AP នៅក្នុង AutoCAD មក upload នេះហើយបន្តមកទៀតយើងចូលទៅទីតាំង file ដែលយើង download មិញមកអញ្ចឹង KML2DWG ហ្នឹងយើង load វាមក overload ហើយបន្តមកទៀត clock វាមកហើយដំបូងគឺយើងចូលទៅយក line នៅក្នុង Google Earth សិនអញ្ចឹងខ្ញុំគូរ line ថែមមួយសិនដើម្បីឲ្យយើងស្រួលយល់អញ្ចឹងយើងឧទាហរណ៍ថា line ព្រំដីយើងមានទំហំប៉ុណ្នេះហើយខ្ញុំបង្កើត folder មួយថ្មីនៅក្នុង Google Earth ហើយ copy line ហ្នឹងចូលបន្ទាប់មកខ្ញុំមកស្ដាំលើ folder import ហ្នឹងហើយ cell as place មក cell place as ហើយយើងដូរខាងក្រោមនេះយក KML មកហើយ cell ទៅបន្ទាប់ពី cell ហើយយើងចូលមកកាន់ AutoCAD មកហើយវាយ command plugin មិញហ្នឹងឈ្មោះថា IoT enter ទៅតមកកន្លែង coordinate system នេះយើងយក UTM 048ហើយកន្លែង map type នេះយើងយក KML ហើយយក import តមកចំណុចនេះគឺជា folder សម្រាប់យើងដាក់ចូលសម្រាប់ដាក់ចូល AutoCAD ហ្នឹងអូខេមកហើយយកកន្លែងនេះ file តមកទៀតយើងទៅរកកន្លែង file ដែលយើង save as ពី Google Earth មិញហ្នឹងតឹងយើង set enter enter មកចឹងវា zoom ចូលមកចឹងប្រវែងវាគឺប្រហែលជាខ្ទង់170ម៉ែត្រជាងនៅក្នុង Google Earth ចឹងយើងវាស់ទៅប្រហែលជា170ម៉ែត្រហ្នឹងហើយនេះគឺវា170ម៉ែត្រហ្នឹងហើយខ្ញុំ export ទៅវិញរបៀប export គឺដូចគ្នាហ្នឹងឥឡូវខ្ញុំគូរ line ក្នុងនឹងច្រើនសិនមកហើយខ្ញុំបើក Google Earth ឲ្យសិនចឹងយើងគូរ line ហ្នឹងហើយបន្តមកទៀតយើងវាយ comment ដដែល IoT ហ្នឹងហើយដូរពីកន្លែង import ទៅជា export វិញមកជា export ហើយអូខេមកហើយយើង select object ដែលយើងចង់ export ទៅ Google Earth វិញតមកទៀតយើង save ដាក់ទីតាំងមួយសិនមកខ្ញុំដាក់ថា Google Earth ចឹងតមក save មកហើយបើយើងយក yes គឺវាបើកចូល Google Earth អូតូតែខ្ញុំយក no មកហើយខ្ញុំចូលមកបើកក្នុង folder មកបានច្រើនតង់ចឹងយើង double click លើនេះមកវា load ចូល Google Earth ចឹងអាហ្នឹងវាស្រួលខ្លាំងសម្រាប់អ្នកធ្វើការលើដីផ្ទាល់ចឹងដោយសារណាអីក៏ស្រួលដែរ Follow for tip